ធ្វើអីគេយើងកំពុងតែរៀបចំផែនការនេសាទមកស៊ូចត្រីតែអត់មាននុយទេចាំមើលថាស្ទូចត្រីអត់នុយបានត្រីឬក៏អត់បាទឥឡូវយើងមកដល់កោះតាព្រំចូលយ៉ាងឃើញវិញក៏បាទសួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះនឹងនាំពុកម៉ែបងប្អូនអរគ្នាទៅមើលការដំណើរកម្សាន្តស្ទូចត្រីនៅលើកោះតាព្រំជាមួយខ្ញុំទាំងអស់គ្នាមែនទេយើងមិនមែនជាការស្ទូចត្រី 100% ទេដោយសារតែមានមិត្តភ័ក្តិស្រីៗក៏ទៅដែរអញ្ចឹងយើងមកកោះតាព្រំដើម្បីញ៉ាំអីនៅនេះជុំគ្នាហើយដោយសារតែខ្ញុំជាមនុស្សជួយចិត្តស្ទូចត្រីអញ្ចឹងខ្ញុំក៏ដាក់ស្ទូចមកដើម្បីស្ទូចត្រីហើយឥឡូវយើងកំពុងតែធ្វើដំណើរតាមទូកឆ្លងទៅកោះតាព្រំហើយកោះតាព្រំតាមប៉ុណ្ណឹងវាមិនឆ្ងាយទេវាមិនតិចជិះមិនតិចទៅគឺដល់ហើយអញ្ចឹងហើយកោះនេះក៏វាមិនធំប្រហែលដែរបើគិតជាហិកតាប្រហែលជាខ្ទង់ 3-4 ហិកតាហ្នឹងកោះមួយនេះព្រោះវាតូចដែរទេហើយនេះគឺជាសកម្មភាពដូចជាទេសភាពនៅតំបន់ហ្នឹងអញ្ចឹងណាឥឡូវយើងឆ្លងពីម្ដុំចិត្តគិនស្វាយទៅយើងឆ្លងទូកទៅខាងកោះតាព្រំហ្នឹងហើយកោះតាព្រំហ្នឹងសម្រាប់ខ្ញុំចូលចិត្តបរិយាកាសនៅហ្នឹងដោយសារតែទី1វាឃើញទេសភាពស្អាតហើយនឹងទេសភាពទីក្រុងផងដែរបន្តិចទៀតអ្នកនរគ្នាឃើញហើយថាទិដ្ឋភាពទីក្រុងយើងមើលពីកោះតាព្រំទៅវាស្អាតប៉ុណ្ណាលក្ខណៈថាដូចយើងនៅជនបទមើលទៅទីក្រុងអញ្ចឹងហើយអញ្ចឹងមានអារម្មណ៍ feel សម្រាប់ខ្ញុំគឺមែនតើហើយនេះ Spider-Man គេនេះព្រូទូកលើគេចាប់ដើមត្រៀមខ្សែដើម្បីទូកចូលដល់គេនឹងចងបាទសំណាងបាន Spider-Man យើងមិនបាច់ភ័យមិនបាច់ព្រួយរឿងធ្លាក់ទឹកអីទេ Spider-Man ណាខ្ញុំសួរនោះ Spider-Man លោតទឹកមុនយើងទេណាឥឡូវគេចាប់ដើមចងហើយកោះតាព្រំបងប្អូនកន្លែងកោះមួយហ្នឹងយើងអាចដាំបន្លែប្រជាជនគាត់នៅហ្នឹងគាត់ដាំបន្លែដាំអីល្អណាពោតបារាំងអីពីមុនខ្ញុំទៅលើកណានោះពោតបារាំងនិយាយពីល្អមែនតើហើយយើងឲ្យគាត់បេះស្ងោឆាអាំងអីទៅវាធម្មជាតិណាអញ្ចឹងអាហារបន្លែច្រើនដែលខ្ញុំចូលចិត្តនៅហ្នឹងហើយនេះអង្គពាក់អីគាត់យកកៅអីបោះតង់ទៅមើលទៅដូចអ្នកកងកញ្ញូងដូចអ្នកកងកញ្ញូងហ្នឹងហើយពេលនេះពួកយើងបានមកដល់ហើយបាទនេះគេដឹកគួរផ្កាម៉ោង 10 នៅលើទូកចេះមានអីស្អាតមួយយ៉ាងមកគេដែរបាទហើយនេះយើងមកដល់ហើយគេដាក់ថាកោះតាព្រំខ្ញុំស្រឡាញ់កោះតាព្រំបាទឥឡូវយើងមកដល់កោះតាព្រំចូលយ៉ាងឃើញវិញទៅបាទលេងនុយមាន oyster ធ្វើអីគេយើងកំពុងតែរៀបចំផែនការនេសាទមកស៊ូចត្រីតែអត់មាននុយទេចាំមើលថាស្ទូចត្រីអត់នុយបានត្រីឬក៏ហ៎ទេសត្វមកឡាបិញធ្លាក់ថាថតទៅចុះមួយវិញធ្លាក់
បាទនេះគឺយើងសកម្មភាពលាយនុយហើយយើងលាយហើយក៏យើងចាប់តាមស្ទូចតាមពិតទៅមិនមែនគោលដៅទៅស្ទូចត្រី 100% ទេអញ្ចឹងយើងគាត់ណាទៅយើងលាយនុយហើយយើងក៏ដាក់ស្ទូចចោលឈរចោលអញ្ចឹងទៅហើយស្ទូចអស់រយៈពេលយូរដែរក៏អត់បានត្រីទេអញ្ចឹងក៏សម្រាប់ចិត្តទៅថតវិញបាទទៅថតរូបលេងថតថ្ងៃលិចថតស៊ីឡែតឥឡូវយើងមកថតស៊ីឡែតថ្ងៃលិចឥឡូវលិចបាត់អីក៏មិនទាន់បានលិចហ្នឹងបាំងពពកបាត់ដឹងបានយ៉ាងណាទេនេះបាទនេះនឹងបងភ័ក្រគាត់កំពុងតែរៀបចំប្លង់ហើយនេះដ្រូនចាប់ដើមមកយើងកំពុងតែតេស្តប្លង់បាទហើយអាណប់ខ្ញុំគាត់ចូលចិត្តទឹកអញ្ចឹងគាត់កំពុងតែមើលប្លង់ថាគាត់អាចងូតទឹកបានអត់ហើយខ្ញុំនេះក៏ធ្វើចរិតប្រុសស្អាតហើយអង្គុយក្នុងប្លង់អញ្ចឹងណាដើម្បីថតហើយបងភ័ក្រគាត់ឲ្យ direct លើផងហ្នឹងថាធ្វើលក្ខណៈមើលនាយមើលអាយមើលឆ្វេងមើលស្ដាំអីចឹងទៅធ្វើចរិតប្រុសស្អាតអីចឹងណាអូគឺច្រែងកប៉ាវដើមច្រេញណានេះយើងចូលប្លង់មួយទៀតគឺប្លង់ដើរចូលបាទដើរចូលមិនតិចចឹងតែប៉ុន្តែមានគម្រោងអីទេគ្រាន់តែទៅថតរូបថ្ងៃលិចថ្ងៃអីចឹងណាហើយក៏ហ្នឹងយក drone ទៅដែរយើងក៏ចង់បានទេសភាពនៅហ្នឹងខ្លះអញ្ចឹងណាហើយមែនកន្លែងហ្នឹងស្អាតអាប៉យមួយហ្នឹងស្អាតហ្មងសម្រាប់បងប្អូនដែលចង់ទៅលេងកោះតាព្រំអីយើងអាចទៅលេងអាប៉យហ្នឹងបានបាទហើយមែនតើហ្នឹងមួយឆ្នាំទៅមួយឆ្នាំវាបាក់ចូលទលេច្រើនដែរហើយអាដើមឈើដែលពួកខ្ញុំអង្គុយកន្លែងលេនុយលេអីហ្នឹងឥឡូវវាបាក់អស់ហើយហ្នឹងវាបាក់ចូលទលេចូលអីអស់ហើយគេមិត្តភក្តិខ្ញុំឲ្យបានទឹកឥឡូវគេឃើញហើយហៅប្រុងខ្ញុំកំពុងតែថតឥឡូវគេហៅបដ ாய் អញ្ចឹងខាង drone លេងថតខ្ញុំទៅថតមិត្តភក្តិខ្ញុំហៅទឹកវិញគាត់ចូលចិត្តទឹកអញ្ចឹងឲ្យតែឃើញទឹកដឹងថាកន្លែងគាត់ហើយកន្លែងណាក៏បានឲ្យតែដើរលេងណាឲ្យតែមានទឹកគឺគាត់អូខេហើយនេះខ្ញុំក៏ចាប់ដើមថតរូបថតអីលេងអញ្ចឹងទៅប៉យឡើងហ្នឹងស្អាតមែនថាស្អាតហើយបងប្អូនអរគ្នាកោះតាព្រំចិត្តទេចិត្តភ្នំពេញអញ្ចឹងបើចង់អាចសម្រាប់លំហែកាយព្រោះនៅលើហ្នឹងគេមានលក់ម្ហូបអាហារមានលក់ភេសជ្ជៈអីគ្រប់ប្រភេទអញ្ចឹងបងប្អូនអាចទៅលេងសម្រាប់លំហែកាយមើលទីក្រុងភ្នំពេញយើងមើលពីហ្នឹងទៅគឺស្អាតមែនទែនហើយជាពិសេសពេលថ្ងៃលិចគឺសម្រស់ស្រស់ស្អាតនៅកន្លែងហ្នឹងខ្ញុំរីកមែនឲ្យបងប្អូនទៅលេងកោះតាព្រំហ្នឹងទៅព្រោះវាជិតភ្នំពេញដែរយើងអត់ទៅចាយលុយប៉ុន្មានទេយើងជិះទូកឆ្លងម្នាក់ 5000 បាទទៅវិញទៅមកហ្នឹងម្នាក់ 5000 ហើយនេះគឺជាពយដែលយើងថតពីលើទេសភាពនៅកន្លែងហ្នឹងវាស្អាតដែរបាទខ្ញុំថាស្អាតគឺស្អាតហើយវាសម្រាប់ខ្ញុំទឹកខែនេះគឺវាថ្លាឆ្វេងតែម្ដងថ្លាឆ្វង់តែម្ដងអញ្ចឹងយើងអាចងូតទឹកលេងបានប៉ុន្តែបងប្អូនទាំងអស់គ្នាមើលឃើញហើយថាកន្លែងងឹតហ្នឹងខៀវហ្នឹងគឺវាជ្រៅអញ្ចឹងយើងងូតខាងបើសម្រាប់ពួកខ្ញុំចេះហែលទឹកអត់អីទេពួកខ្ញុំហែលចុះហែលឡើងនៅក្បែរហ្នឹងបានអញ្ចឹងណាហើយនេះគឺជាទេសភាពថ្ងៃលិចដែលយើងមើលមកទីក្រុងយើងមើលពីប៉យហ្នឹងមកទីក្រុងភ្នំពេញយើងហ្នឹងកោះពេជ្រក៏អីហ្នឹងអញ្ចឹងមើលទៅឃើញស្អាតមែនតើហើយតាមពិតទៅវាថ្ងៃលិចដោយសារវាមានពពកបើសិនជាអត់ពពកឃើញថ្ងៃពេញមូលកន្លងហ្មងកាន់តែស្អាតហើយនេះយើងសកម្មភាពប្លង់ដ្រូនយើងអាចថាយើងថតយកជាផ្លូវការខ្លះដែរដើម្បីសម្រាប់ទុកប្រើនៅក្នុងការងារអីផ្សេងៗអញ្ចឹងណាហើយនេះយើងឃើញទេសភាពហ្នឹងគឺស្អាតមែនទែនសម្រាប់ខ្ញុំគឺនៅតែ recommend ម្ដងហើយម្ដងទៀតថាបងប្អូនទាំងអស់គ្នាអាចទៅលេងនៅនឹងបានហើយទៅញ៉ាំអីនាំក្រុមគ្រួសារទាំងអង្គុយលេងមានដូចជាចកាដើមគោធំៗនៅហ្នឹងហើយនេះយើងបន្ទាប់ពីយើងបោះដ្រូន 3-4 ប្លង់ហើយខ្ញុំក៏ចង់ងូតទឹកដែរតិចទៀតខ្ញុំងូតទឹកមួយមិត្តភក្តិខ្ញុំដែរតែអត់បានថតជាវីដេអូទេបើតែមានថតរូបស្លឹកហើយខ្ញុំនឹងបង្ហាញថានៅអំពយហ្នឹងថតរូប
បានមិនខ្លះហើយខ្ញុំនឹងដាក់រូបភាពដែលខ្ញុំពួកខ្ញុំថតបានថាកន្លែងហ្នឹងវាថតទៅវាទេសភាពបានស្អាតបែបពីមិនប៉ុន្តែពួកខ្ញុំថតបែបជា silhouette ទេអញ្ចឹងវាល្ងឹតអញ្ចឹងណាជាមួយថ្ងៃលិចហើយទឹកដៃភាកអែមខ្ញុំសរសើរគាត់ថតរូបស្អាតសម្រាប់ខ្ញុំអូខេហើយហ្នឹងហើយវីដេអូពួកខ្ញុំអត់មានអីទេមានតែប៉ុណ្ណឹងគ្រាន់តែចង់បង្ហាញថាបងប្អូនអរគ្នាអាចធ្វើដំណើរសម្រាប់លំហែកាយនៅជិតភ្នំពេញនេះបានកន្លែងមួយនេះក៏ជាទីតាំងមួយដែលល្អដែរព្រោះវាជាទីតាំងធម្មជាតិយើងអាចស្រូបខ្យល់អាកាសបរិសុទ្ធនៅហ្នឹងហើយក៏អាចញ៉ាំបន្លែផ្លែឈើស្រស់ៗតែម្ដងហើយមាន់ស្រែក៏មានដែរអញ្ចឹងបងប្អូនអាចទៅលេងនៅនឹងបានហើយបងប្អូនទៅដល់បងប្អូន search ថាកោះតាព្រំទៅអញ្ចឹងចូលតាមច្រកណាអីណាបងប្អូនទាំងអស់គ្នាច្បាស់ជាដឹងហើយអញ្ចឹងអរគុណច្រើនវីដេអូរបស់យើងមានតែប៉ុណ្្នឹងខ្ញុំថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងសប្បាយចិត្តនឹងរីករាយនឹងការទស្សនាវីដេអូមួយនេះកុំភ្លេច like follow comment ល្អៗហើយ share ផងអរគុណច្រើន